លោកអ្នកនាងជាទីមេត្រីគិតទៅព្រឹកថ្ងៃទី23ខែធ្នូឆ្នាំ2025នេះគឺថាស្នូសំលេងគ្រាប់កំភ្លើងនៅតែបន្តបន្លឺឡើងនៅជាយក្រុងសំរោងខេត្តឧត្តរមានជ័យបន្ទាប់ពីយោធាថៃបានធ្វើការបាញ់ផ្លោងចូលតំបន់ប្រាសាទតាមាន់ប្រាសាទខ្នានិងប្រាសាទតាក្របីយ៉ាងណាក៏ដោយក្រៅពីខេត្តឧត្តរមានជ័យនោះគឺថានៅក្នុងខេត្តព្រះវិហារឯនោះវិញស្នូសំលេងគ្រាប់នៅតែបន្តបន្លឺឡើងចូលតំបន់ភ្នំខ្មោចផងដែរខណៈដែលតាមបណ្ដាគោលដៅផ្សេងទៀតមានសភាពស្ងប់ស្ងាត់រួមមកទល់នឹងពេលនេះប្រជាពលរដ្ឋប្រមាណជាងកន្លះលានអ្នកទៅហើយបានជំលះចាក់ចេញពីលំនៅឋានយ៉ាងតក់ក្រហល់ទៅកាន់តំបន់សុវត្ថិភាពផ្សេងគ្នាប្រជាពលរដ្ឋប្រមាណជាង10នាក់បានបាត់បង់ជីវិតនិងប្រជាពលរដ្ឋប្រមាណជាង70នាក់ផ្សេងទៀតបានរងរបួសនិងផ្ទះសម្បែងវត្តអារាមមន្ទីរពេទ្យសាលារៀនហើយនិងផ្លូវថ្នល់រងការបំផ្លិចបំផ្លាញដោយថៃប្រើយន្តហោះ A16 ធ្វើការទម្លាក់កំទេចនិងបាញ់ស្រោចមកលំនៅឋានរបស់ប្រជាពលរដ្ឋគេសង្កេតឃើញថាអន្តរជាតិកំពុងតែចាប់ផ្ដើមឈឺឆ្អាលរឿងនេះក៏ប៉ុន្តែរហូតមកទល់ពេលនេះកម្ពុជាមិនទាន់ទទួលបានយុត្តិធម៌នេះទេខណៈដែលប្រទេសម៉ាឡេស៊ីកំពុងបើកកិច្ចប្រជុំដ៏ធំមួយកាលពីថ្ងៃម្សិលមិញដែលមានការចូលរួមពីបណ្ដាប្រទេសអាស៊ានទាំងអស់នៅលើពិភពលោកប្រជាពលរដ្ឋរំពឹងថាកម្ពុជានឹងទទួលបានយុត្តិធម៌និងទទួលបានសន្តិភាពពីពិភពលោកខណៈដែលកម្ពុជាកំពុងតែរងគ្រោះរងទុក្ខវេទនាដោយសារតែថៃឈ្លានពានដែនអធិបតេយ្យរបស់កម្ពុជាខ្ញុំបាទស្រីរ៉ាធ្វើសេចក្តីរាយការណ៍ចេញពីក្រុងសំរោងខេត្តឧត្តរមានជ័យ